ខ្ញុំបាទក៏សូមបន្តនៅការធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទពីបណ្ដាភ្នាក់របស់យើងពីខាងខេត្តប៉ៃលិនវិញម្ដងបាទជំរាបសួរលោកពឿនបាទសូមជម្រាបសួរលោកមន្ត្រីលោកសំណាងក្រុមការងារនិងទូទាំងជាតិអស់ដែលកំពុងតាមដានពុទ្ធសាសនាផ្សាយចូលទស្សជាតិរបស់ទីក្រុងបាទលោកពឿនពីខាងខេត្តប៉ៃលិនព្រឹកនេះមានព័ត៌មានអ្វីដែរបាទសូមជើញបាទពេលនេះខ្ញុំមានព័ត៌មានចំនួន2អត្តព័ត៌មានទី1នេះគឺខាងកម្ពុជាខេត្តប៉ៃលិននាំយកកំណត់មនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាស់ចំនួន55គ្រួសាររស់នៅក្នុងស្រុករាក្រៅបាទនៅពេលថ្ងៃទី19ខែមីនាឆ្នាំ2025អាយដាមសៅសារ៉ាត់អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានដឹកនាំសមាជិកគណៈកម្មការមន្ត្រីប្រតិបត្តិសាខាអនុសាខាសុខរាក្រៅយុវជនអ្នកស្ម័គ្រចិត្តក្រហមរួមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងយុវជនសសយុកស្រុកបាននឹងពេលសាសុសុខទុកនឹងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងឃុំសាលាក្រៅនិងនៅក្នុងឃុំស្ទឹងត្រង់ក្នុងស្រុកសាលាក្រៅខេត្តប៉ៃលិនសរុបចំនួន55គ្រួសារមានប្រសាសន៍សម្រាប់សំណើនេះឱកាសនោះអាយដាមសៅសារ៉ាត់អនុប្រធានគណៈកម្មាធិការសាខាបានពំនាំនៅការប្រាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងលោកជំទាវបណ្ឌិតបានស្រីមុំប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈពណ៌សម្បោជំនឿសាសនាឬនិន្នាការនយោបាយអ្វីឡើយអាយដាមបានមានប្រសាសន៍ថាទីណាមានទុកលំបាកទីនោះមានកាកបាទក្រហមនិងរាជរដ្ឋាភិបាលមកជួយដល់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលាគ្រប់ទីកន្លែងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយជ្រោមជ្រែងនោះឡើយអាយដាមសៅសារ៉ាត់ក៏បានមានប្រសាសន៍បន្តថានៅក្នុងខេត្តប៉ៃលិនអាយដាមទេសរដ្ឋមន្ត្រីអ៊ីឈៀននិងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនមានការយកចិត្តទុកដាក់ខ្ពស់នឹងការតែចុះជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែងជាស្ដែងក្រោយពីទទួលបានដំណឹងពីគ្រោះថ្នាក់ធម្មជាតិដោយខ្យល់កន្ត្រាក់តាមដំបូលផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកសាលាក្រៅនេះលោកជំទាវបណ្ឌិតបានព្រមបានដាក់បទបញ្ជាដល់ក្រុមការងារនិងអ្នកពាក់ព័ន្ធទាំងអស់ចុះដល់មូលដ្ឋានត្រង់ទិន្នន័យនៃការខូចខាតនិងនាំយកជំនួយសង្គ្រោះឲ្យបានស្អាតវេលាសូមបញ្ជាក់ថាអំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះគឺក្នុងមួយគ្រួសារទទួលបានសង្កសីទៅតាមចំនួនខូចខាតរបស់គ្រួសារនីមួយៗដោយសរុបទាំងអស់គឺមានចំនួន846សម្បត្តិអង្គមកពី5គីឡូក្រាមក្នុងគ្រួសារមីមួយកេះត្រីខមួយយួរទឹកត្រីមួយយួរទឹកសុទ្ធមួយកេះឃីតមួយកញ្ចប់ដែលក្នុងនោះមានកន្សែងពូកោសារ៉ុងកន្ទេលគួយមុងនិងថាវិការ50000រៀលផងដែរបាទនេះព័ត៌មានទី1ខ្ញុំបាទសូមបញ្ចប់ហើយសាស្ត្រីខ្ញុំបាទសូមអនុញ្ញាតចូលព័ត៌មានទី2បាទបាទសូមអញ្ជើញបាទ